គេថាអាមេរិកទៅវគ្គគេទាំងអស់វគ្គ credit ហ្នឹងឯង ធីមជាពាក់គេបងប្អូនបាទបងប្អូនឃើញខ្ញុំទិញឡានហើយខ្ញុំជាពាក់គេដែរបងប្អូន ជំរាបសួរបងប្អូនស្វាគមន៍មកកាន់ឋានសួគ៌ podcast ខ្ញុំបងសែមដដែល ខ្ញុំ Elite បាទស្វាគមន៍មកកាន់ episode ទី3 យើងវីដេអូទី3អញ្ចឹងណា បាទ ថ្ងៃនេះថ្ងៃមុនមិនទាន់ប្រាប់ផងថាបាត់តាណាបានថ្ងៃសៅរ៍អត់ឃើញ Elite ទៅ live ដែរ ខ្ញុំ live តែឯងហើយវាយរវល់ពេករវល់ហើយឈឺធ្មេញឈឺអីតើ វិញអងឈឺក្បាលផងហើយខ្ញុំត្រូវ birthday អ្នកផ្ទះផងខានអត់បានអញ្ចឹងទៅក៏សុំមួយថ្ងៃទៅឲ្យ Elite ទៅ live ហើយប៉ុន្តែខ្ញុំចូលទៅមើលតែឃើញសប្បាយថ្ងៃក្រោយចាំយើង live 2 នាក់ទៀតប៉ុន្តែថ្ងៃនេះថតវីដេអូឃើញមានគេចូល comment ច្រើនណាអ្នកមើលតិចទេតែគុណភាពអរគុណបងប្អូនឥឡូវថ្ងៃនេះនិយាយពីថ្ងៃនេះយើងថ្ងៃហ្នឹងយើងនិយាយពី credit មិន credit ទេបងប្អូន credit ហ្នឹងតែពិតខ្ញុំជឿថាទាំងអស់គ្នាធ្លាប់ឮហើយមិនថាក្មេងចាស់គេធ្លាប់និយាយគ្នាឮលៀងគេថាអ្នកនៅស្រុកគេឬក៏នៅអាមេរិកហ្នឹងឲ្យតែ credit ល្អណា credit ល្អនឹងអីហ្នឹងហើយអញ្ចឹងថ្ងៃនេះគឺយើងនឹងយកអីគេ topic មួយហ្នឹងយកមកវិនិច្ឆ័យរៀងស៊ីជម្រៅតិចឲ្យទាំងអស់គ្នាដឹងឲ្យច្បាស់ថា credit ហ្នឹងអីគេតែបើសិនជាវិនិច្ឆ័យទៅស្ទើរឬក៏ខ្វះចំណុចណាបងប្អូនអ្នកដឹងអាចចូល comment ប្រាប់តទៀតអញ្ចឹងឲ្យអ្នកដែលចូលមើលហ្នឹងគេអាន comment ហ្នឹងគេយល់បន្ថែមទៅទៀតហ្នឹងហើយពីព្រោះអាហ្នឹងវាចាំបាច់បងប្អូនសម្រាប់មនុស្សអ្នកដែលនៅស្រុកនេះគឺចាំបាច់បំផុតគឺរឿង credit ហ្នឹងសំខាន់មកដល់ហ្នឹងសម្រាប់ជីវិតមួយបើតែវាអាហ្នឹងវាដូចមុខមាត់យើងអញ្ចឹងមុខមាត់យើងអញ្ចឹងហ្នឹងយើងបើថាយើងអត់ល្អក៏វេទនាដល់អ្នកគៀងខ្លួនយើងដែរបើតែគេមាន credit រៀងខ្លួនណាបើតែបើសិនគេមកពឹងយើងដែរយើង credit អត់ល្អយ៉ាប់ទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងcredit ហ្នឹងទៅរណ្ដៅត្រូវការធ្វើឲ្យវាល្អអញ្ចឹងយើង build យើងសាងបាន credit ហ្នឹងយើងសាងបានអញ្ចឹងហ្នឹងសាងយើងមកស្គាល់បើសិនឲ្យយំន័យខ្លីៗថា credit ហ្នឹងអីគេគេអញ្ចឹង what is credit credit គឺជាអ្វី credit ហ្នឹងទាំងអស់គ្នាវា start ពី card credit card ហ្នឹងអារបៀបដូចកាត ATM យើងណាប៉ុន្តែអាហ្នឹងវាជា credit card វាមិនមែនជា ATM ដកលុយត្រូវវាជា credit card វាមានលេខកូដលេខអីដូចគ្នាអញ្ចឹងបាទអញ្ចឹង credit card ហ្នឹងគឺនៅពេលដែលយើងមកដល់អាមេរិកដំបូងអ្នកគ្នាអាចមានសិទ្ធ apply យក credit card ហ្នឹងតែប៉ុន្តែ credit card ហ្នឹងដូចយើងខ្ចីលុយគេអញ្ចឹងត្រូវទេបងយើងខ្ចីលុយគេអញ្ចឹងឧទាហរណ៍ខ្ញុំមកដល់នេះខ្ញុំអាចបើខ្ញុំមានលទ្ធភាពទាំងនឹង apply ទៅ credit card គេឲ្យខ្ញុំមួយខែ 1000 សម្រាប់ចាយណាអញ្ចឹងខ្ញុំនឹងចាយអស់ 1000 ហ្នឹងដល់ខែខ្ញុំបង់គេវិញដូចខ្ចីលុយគេអញ្ចឹងបាទខ្ចីលុយគេអញ្ចឹងក៏ប៉ុន្តែនៅពេលដែលទាំងគ្នាបង់ទៀងទាត់បាទដល់ខែបង់ទៀងទាត់ទាំងគ្នានឹងទទួលបានពងបាទពិន្ទុសន្សំរហូតអញ្ចឹងណាពេលទាំងគ្នាការចាយកាន់តែច្រើនបងកាន់តែទៀងទាត់បន្ទុទាំងគ្នាកាន់តែឡើងសឺតហើយបន្ទុពេញវាខ្ពស់បំផុត850អាហ្នឹងហើយគឺជា credit អូខេបាទ credit score បាទអាហ្នឹងនៅពេលដែលយើងគេឲ្យថាយើងទៅខ្ចីលុយគេឲ្យមកយើងចាយមែនអត់ដល់ពេលយើងបង់ទៅគេវិញយើងត្រូវ set របស់ខ្លួនយើងថាលទ្ធភាពយើងបង់បានមួយខែប៉ុន្មានយើងបង់តាមហ្នឹងអញ្ចឹងណាយើង set វាមកស្រួលខ្លួនយើងកុំឲ្យថាដាក់ច្រើនទៅដល់ពេលខែក្រោយបងអត់បានស្មើគ្នាទៅវាយ៉ាប់ខ្លួនយើងអញ្ចឹងបើសិនណាដាក់ឡូធម្មតាមកបងប្អូនគិតថាលទ្ធភាពបងប្អូនរត់ស្រួលអញ្ចឹងណាដូចថាសងស្រួលអញ្ចឹងទៅហ្នឹងហើយហ្នឹងវិធីមួយស្រួលកុំឲ្យវេទនាខ្លួនឯងអាហ្នឹងបើយើងនិយាយធៀបឲ្យវាកំ pl ែងទៅរបៀបទៅចេះពេលដែលយើងខ្ចីលុយគេហើយដល់យើងខ្ចីលុយគេហើយយើងសងគេវិញលើក្រោយយើងខ្ចីបានទៀតហើយយើងបាន credit ល្អទៀតឧទាហរណ៍ចេះឥឡូវខ្ញុំរក flow ដែលត្រូវនិយាយឲ្យទាំងនេះយល់ហើយខ្ញុំខ្ចីលុយកំសែម$500ហើយខ្ញុំប្រាប់គេចេះបងចាំទឹកក្រោយខ្ញុំសងវិញអូខេអញ្ចឹងកំសែមក៏ដែរខ្ញុំខ្ចីទេអញ្ចឹងគាត់ឲ្យខ្ញុំខ្ចីហើយខ្ញុំខ្ចី500អញ្ចឹងអាទិត្យក្រោយខ្ញុំពិតជាសងគាត់មែនអញ្ចឹងបងសែមគាត់មានទំនុកចិត្តខ្ញុំថាល្អអញ្ចឹងលើក្រោយខ្ញុំឲ្យខ្ចីទៀតអញ្ចឹងបងសែមគាត់ sale ខ្ញុំទុកមួយថាអូខេអញ្ចឹងបើ elite ហ្នឹងល្អខ្ចីលុយសងតាមការកំណត់ណែយល់ទេយើងមិនបាច់សងថាមិនបាច់សងបងម្ដងទាំងអស់ក៏បានសងម្ដងសងជាដំណាក់កាលក៏បានដំណាក់កាលក៏បានគាត់ថាឲ្យទៀងទាត់ដល់ខែដល់សងដល់ខែដល់សងហ្នឹងយើងធ្វើចឹងបានអូខេហ្នឹងហើយយើងមាន credit ចាពេលយើង apply credit ហ្នឹងយើងត្រូវការគេខ្លះបង
បើសិនជាអ្នកមកដំបូងយើងដូចថាមកដល់ដំបូងយើង apply បានដូចគ្នាគ្រាន់ថាតាម bank ខ្លះគេត្រូវការព័ត៌មានច្រើនបើ bank ដូចខ្ញុំមក International Bank of America នេះគេអត់យល់ច្រើនបើថាយើងមានតែ passport មួយហើយនឹងទីលំនៅយើងនៅច្បាស់លាស់អញ្ចឹងទៅសម្រាប់គេផ្ញើ credit ឲ្យយើងហើយមួយទៀតគឺដូចថាយើងមានកាតអីមួយក៏បានកាតឲ្យតែមានlogo របស់គេហៅគេ logo ស្អីគេនេះមានឈ្មោះយ៉ាងហ្នឹងអីគេ Visa card ហ៎បើឃើញអត់ Visa card ហ្នឹង Master card debit card ហ្នឹង Master card Visa ហ្នឹងមាន Master ហ្នឹងមានឈ្មោះយ៉ាងហ្នឹងក៏យើងអាចបើកបានដែរនៅក្នុងបញ្ជីធនាគារព្រោះមុននឹង apply credit card ហ្នឹងបានយើងត្រូវមានឈ្មោះនៅធនាគារសិនអញ្ចឹងបងប្អូនមកអញ្ចឹងបងប្អូនត្រូវមានព័ត៌មានទាំងអស់តាក់ទងបងប្អូនទៅបើកនៅធនាគារយើងបើកបានដូចគ្នាប៉ុណ្្នឹងហើយយើងត្រូវបាទដល់បើចំពោះខ្ញុំពេលខ្ញុំមកដំបូងគឺខ្ញុំភ្ជាប់ខ្ញុំ apply credit ជាមួយនឹង American Express ដោយសារប្រពន្ធខ្ញុំគាត់ប្រើ American Express ហ្នឹងអញ្ចឹងខ្ញុំ join bank បាទខ្ញុំ join bank ជាមួយគាត់តែអ្នកខ្លះគេអត់ធ្វើអញ្ចឹងឯងអ្នកខ្លះបអ្នកកាំងគឺគេអត់ធ្វើហ្មងខ្លះធ្វើខ្លះអត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំ join bank មួយគាត់ទៅខ្ញុំមានឈ្មោះកាតរបស់ខ្ញុំគាត់មានឈ្មោះកាតរបស់គាត់ក៏តែនៅពេលដែលយើងបង់លុយទៅធនាគារមួយគ្នាហ្នឹងហើយអញ្ចឹងខ្ញុំ bill credit ជាមួយគាត់ខ្ញុំភ្ជាប់ credit មួយគាត់ហើយដល់ពេលខ្ញុំប្រើបានមករយៈទៅនិយាយដល់គេឃើញយើងប្រើអញ្ចឹងទៅទិញធនាគារផ្សេងជាផ្ញើអាសូរសបត់ប៉ុសសបត់ឲ្យយើង apply ទៅប្រើធនាគាររបស់គេផ្សេងអញ្ចឹងនិយាយរួមគេចង់យើងខ្ចីលុយគេចង់ឲ្យយើងខ្ចីលុយគេបានច្រើនហ្នឹងហើយយើងបង់ទៅគឺពងយើងឡើងទៅតាមហ្នឹងហើយសម្រាប់ថាបើសិនមកដំបូងសួរថាធ្វើ credit នឹងបានអត់យើងធ្វើបាននេះគាត់ថាទី1គេត្រូវ check យើងថាយើងមានសមត្ថភាពសងលុយគេវិញអត់ដូចថាយើងអត់មានការងារធ្វើអញ្ចឹងណាតែយើងចង់បាន credit ដូចនេះគេឲ្យបើកបាននេះគាត់ថាគេឲ្យដាក់យើងលុយយើងទៅកលហ្នឹងមុនដំបូងបើសិនជាយើងអត់មានការងារធ្វើដូចថាគេបើក credit ឲ្យប៉ុន្តែដាក់លុយយើងនេះថា 2000 អញ្ចឹងតែយើងចាយលុយក្នុងរង្វង់លុយ 2000 ហ្នឹងឯងគេឲ្យលុយយើងខ្ចីទេបន្ទាប់ពីហ្នឹងហើយយើងសងក្នុងហ្នឹងបានគេមើលទៅបានយើងចាប់បាន bill credit គេឲ្យយើងខ្ចីបានហ្នឹងណាកុំឲ្យគិតថាមកដំបូងចាយបើក credit បានបើកបានដូចគ្នាបងប្អូនអូខេបាទហ្នឹងហើយអញ្ចឹងអាហ្នឹងហើយគឺជា credit ទាំងអស់គ្នាបាទដូចថាយើងខ្ចីលុយគេទៅយើងបានពងហ្នឹងហើយយើងខ្លីហ្នឹងហើយហ្នឹងហើយអញ្ចឹងអូខេអញ្ចឹងអា credit នេះវា work របៀបម៉េចបង work how is work និយាយថាម៉េចទៅបីតែប៉ុន្តែអា credit ហ្នឹងនៅពេលដែលទាំងអស់គ្នាបាទទាំងអស់គ្នាត្រូវទៅឧទាហរណ៍ទាំងអស់គ្នាទៅទិញឡានមកដំបូងយើងអត់មានអីសោះយើងត្រូវការ bill credit ខ្លួនឯងបងប្អូនអាចខ្ញុំគិតថាអាច start ពីឡានហេតុអីខ្ញុំនិយាយអាច start ពីឡានដោយសារអីនៅនេះគេអត់មានគេជូនបងប្អូនទៅទេត្រូវហ៎អញ្ចឹងបងប្អូនទៅធ្វើការបងប្អូនទៅណាក៏ត្រូវតែមានឡានផ្ទាល់ខ្លួនហ្មងបាទត្រូវមានតាមខ្លួនអញ្ចឹងភាគច្រើនអ្នកដែលមកនេះគេទិញឡានបើសិនមានបងប្អូនទៅធ្វើការមួយបងប្អូនអាហ្នឹងយើងមិនដឹងទេណាគេនឹងគេ bill តាមរបៀបផ្សេងតែបើសិនយើងមកម្នាក់ឯងយើងធ្វើការយើងត្រូវការមានរថយន្តអញ្ចឹងនៅពេលដែលទាំងអស់គ្នាមានឡានទៅទិញឡានគឺទី1ដែលខាងក្រុមហ៊ុនឡានគេសួរគេនឹងសួរ credit របស់បងប្អូនបាទអញ្ចឹង credit ហ្នឹងវា work របៀបអញ្ចឹងបើសិនជាទាំងអស់គ្នាមាន credit ទាបបាទពងបាទ credit score ទាបក្រោមប្រហែល300 500អីហ្នឹងវារៀងពិបាកបន្តិចពិបាកក្នុងការទិញឡានឬក៏ទិញអ្វីដែលទិញផ្ទះទិញអីហ្នឹងបើសិនជាបងប្អូន credit low គឺវាពិបាកមែនតើបាទហើយការប្រាក់ក៏វាច្រើនដែរត្រូវហើយបងហ្នឹងហើយបើខ្ញុំគិតទៅថាអ្នកស្រុកនេះគោលដៅធំក្នុងការត្រូវមាន credit ហ្នឹងសំខាន់ជាងខ្ញុំថាគោលដៅធំក្នុងជីវិតនឹងអ្នកគឺរឿងផ្ទះរឿងសុបាយហ្នឹងឯងមានតែទិញយន្តហោះទិញអីធំជាងគេគឺផ្ទះសុបាយហ្នឹងយើងត្រូវមាន credit ល្អយើងទិញបានផ្ទះហើយការប្រាក់ក៏វាបង់ថោកតាមហ្នឹងតែបើសិនជាយើងអត់មាន credit link credit យើងអត់ល្អយើងទៅទិញផ្ទះក៏គេអត់លក់ឲ្យដែរមិនថាផ្ទះមិនថាឡានថាអីទេតែយើង credit យើងទាប low ពេកសម្រាប់ក្នុងកំណត់ឲ្យថាកំណត់ credit 6 30 630អញ្ចឹងទៅបានទិញបានបើយើងទាបជាងហ្នឹងទិញអត់បានទេអញ្ចឹងវាចឹងត្រូវការ bill credit ហើយ bill credit គេ bill មិនទៅគេ bill credit ដូចខ្ញុំបានលើកឡើងចឹងបងប្អូនបងយើងខ្ចីលុយគេច្រើនណាយើងសងគេទៀងទាត់ទៅយើងបាន credit បងប្អូនងាយខ្ចីលុយគេសងគេទៀងទាត់សងម្ដងតិចក៏បានដែរសងឲ្យទៀងទាត់បាទនៅនេះធ្លាប់លើគេនិយាយចេះនៅនេះជពាក់គេលុយហ្នឹងចឹងបានអ្នកទាំងអស់គ្នាថាមកដល់ស្រុកនេះដឹងតែជពាក់គ្រប់គ្នាបងប្អូនគ្រប់គ្នាត្រូវជពាក់គេព
ពាក់គេពាក់ credit card ហ្នឹងឯងអ្នកខ្លះអាចចាយម្ដង5 6 credit card អញ្ចឹងវេទនាហ្នឹងខ្ញុំឃើញឡើងអ្នកខ្លះមាន10 credit card ក្នុងកាបូបខ្ញុំកាលមក credit ខាងគ្រួសារខ្ញុំច្រើនតែប៉ុន្តែខ្ញុំ clear អស់ខ្ញុំបានលុយមកខ្ញុំបង់ផ្ដាច់អស់បងផ្ដាច់សពម្នាក់2ខ្ញុំប្រើ2គាត់ប្រើ2ហ្នឹងអត់ច្រើនដែរខ្ញុំប្រើ2ដែរខ្ញុំប្រើ American Express ហើយ Capital One នៅនេះគេប្រើ Capital One បាទអញ្ចឹងដូចយើងទិញសូម្បីយើងទិញអីវ៉ាន់តាមអនឡាញតាម Amazon តាមអីហ្នឹងក៏យើងត្រូវការប្រើ credit card របស់យើងដែរយើងមិនត្រូវវាយពងយើងវាយលេខកូដហើយយើងវាយលេខកូដ3ខ្ទង់ដើម្បីទិញអីវ៉ាន់អនឡាញបងប្អូនអ្នកធ្លាប់ទិញអីវ៉ាន់អនឡាញដឹងហើយហ្នឹងហើយអញ្ចឹងរាល់ការទិញអីវ៉ាន់ហ្នឹងវានឹងលោតចូលទៅក្នុងcredit របស់យើង credit card របស់យើងអញ្ចឹងគេកាត់លុយកាត់អីតាមហ្នឹងអញ្ចឹងទៅហើយដល់ពេលដល់ខែយើងត្រូវបង់ជូនគេវិញអញ្ចឹងអា credit score យើងវាឡើងទៅតាមហ្នឹងសម្រាប់បងប្អូនសម្រាប់គុណមេងថាមើលយើងអត់ដឹងថា credit គេ credit ហ្នឹងពេលយើងទៅខ្ចីលុយគេគេឲ្យកាតមកមួយចេះមែនអត់នេះឲ្យកាតអញ្ចឹងដូចថាកាតមួយហ្នឹងយើងយកអាលុយយើងយកអាហ្នឹងទៅចាយជំនួសលុយយើងទៅកោសចូលម៉ាស៊ីនយកអីធម្មតាទៅវាកាត់លុយហ្នឹងចេញពីធនាគារយើងអញ្ចឹងណាឲ្យគុណមេងយល់ដែរថា credit ហ្នឹងឯគេអញ្ចឹងអាហ្នឹងវាជាកាតរូបភាពដែលយើងមើលឃើញតែអាមួយទៀតគេហៅថា credit score អាហ្នឹងជាបន្ទុកក្នុងការវាស់ថាយើងជារឿងថាគេឈ្មោះក្នុងការចាយលុយរបស់យើងហ្នឹងតែយើងល្អឬក៏អត់ល្អអញ្ចឹងវានៅលើការសងអញ្ចឹងវាតែប៉ុណ្្នឹងឯងហ្នឹងហើយអញ្ចឹងអាហ្នឹង how credit work ហ្នឹងហើយបងប្អូនអូខេអញ្ចឹងហេតុអីយើងត្រូវការ credit ល្អនៅនេះដូចខ្ញុំថាអញ្ចឹងខ្ញុំថាបើសិនតែគោលដៅយើងធំមែនទេចាយ credit យើងប្រើ credit ដោយសារតែត្រូវការទិញរបស់មួយដែលយើងចង់បានដូចថាផ្ទះហ្នឹងសំខាន់ហ្មងហើយមិនសំខាន់តែប៉ុណ្្នឹងឯងចង់ទៅធ្វើអីផ្សេងក៏គេត្រូវការ check credit យើងរឿងលុយកាក់ឲ្យតែតាក់ទងរឿងលុយកាក់គេត្រូវការ check credit យើងថាយើងខ្ចីលុយគេឲ្យសងគេទៀងទាត់អត់អញ្ចឹងណាបើសិនតែយើងមានលុយសុទ្ធច្រើនមកដូចថាចង់ទិញផ្ទះមួយយកលុយសុទ្ធមកប៉ុន្តែយើងមាន credit ប៉ុន្តែ credit យើង low credit យើង bad credit អញ្ចឹងក៏គេអត់លក់ផ្សេងអត់លក់ឲ្យមានណាព្រោះគេឆ្ងល់ថាហេតុអីមានលុយច្រើនប៉ុន្តែ credit card នេះឯងអត់ល្អអញ្ចឹងគេឆ្ងល់ថាលុយនឹងបានមកពីណាវាគេសើបគេអញ្ចឹងណាតែបើសិនតែមានលុយសុទ្ធបដៅយកទៅទិញគេលក់ឲ្យបើសិនយើងអត់មាន credit card យើងអត់ដែរប្រើហើយមកពីខ្មែរយើងមានលុយបដៅទៅយើងមានមុខរបរអញ្ចឹងមានផុសតាមបញ្ជាក់ប្រាប់គេថាលុយទាំងអស់បានមកពីនេះបានខ្ញុំអត់យក credit ទៅទិញខ្ញុំយកលុយសុទ្ធមកទិញអញ្ចឹងណាទិញបានដូចគ្នាគាត់ថាគេ check បន្តិចមកប៉ុណ្ណឹងបងប្អូនណែយើងអាចប្រាប់គេថាឥឡូវខ្ញុំមកនេះហើយខ្ញុំលក់ផ្ទះស្រុកខ្មែរបាន$20000ខ្ញុំយកមកតែបងតាក់ក៏បងដែរអញ្ចឹងបងតាក់ក៏កប់ដឹងយកចូលមកបងតាក់ក៏កប់ដែរអញ្ចឹង credit ល្អងាយស្រួលបងប្អូនយើងពេលដែលយើងមាន credit ល្អយើងធ្វើអីក៏បានយើងទិញអីក៏បានវាងាយស្រួលអញ្ចឹងដូចថាទៅទិញផ្ទះបើសិនតែយើងគេផ្ទះគេកំណត់ថាអ្នកឯងត្រូវមាន credit 6ចុចឡើងលើអញ្ចឹងណាហើយបើសិនតែយើង credit អត់ល្អទាបជាង6ចុចគេលក់ឲ្យអញ្ចឹងយ៉ាប់អញ្ចឹងត្រូវការ base credit ល្អបើសិនតែចង់បានមានពីស្ដែងរឿងខ្ញុំទិញឡានទៅទិញឡានEscalade ហ្នឹងហើយអញ្ចឹងទៅដល់គឺអត់មានធ្វើអីគេសុំតែមើល credit ហើយ check credit ឡើង10នាទី check credit ប្រពន្ធខ្ញុំព្រោះអីប្រពន្ធខ្ញុំគាត់ដាក់ឈ្មោះទិញ check គេមើល credit ដល់ពេលហើយខ្វាច់ដឹងតែបាន credit កប់សេរីហើយហ្នឹងហើយអញ្ចឹង credit ហ្នឹងបងប្អូនតែយើងបងល្អចាំមើលគ្រប់ក្រុមហ៊ុនផ្ញើមកផ្ទះយើងឲ្យយើងខ្ចីលុយផ្ញើដល់ផ្ញើសបុតហ្នឹងសបុតយើងសបុតអានេះ apply ហ្នឹងបងប្អូនមកដល់មុខផ្ទះឲ្យយើងទៅខ្ចីលុយពីមុនខ្ញុំចេះឆ្ងល់តាហ្នឹងស្អីគេមកច្រើនម៉េចពីមុនចង់បានថាកាលបានឃើញឈ្មោះយើងនៅស្រោមសបុតអាកាលមកដំបងចង់ឃើញឈ្មោះឯងលើស្រោមសបុតដល់ពេលមកខ្ចីលុយនឹងមានអីទៀតហើយហ្នឹងគេឲ្យយើងខ្ចីលុយហ្នឹងហើយអញ្ចឹងខ្ញុំចង់និយាយមកចំណុចទៀតទៅចុះបើ what happen បើសិនជាយើងមានយើងអត់ credit ល្អតែប៉ិតបើសិនជាយើងមាន credit ល្អបងសែនគាត់និយាយហើយបើសិនជាយើងអត់មាន credit ល្អយើងពិបាកធ្វើអីទាំងអស់បាក់ទិញបាក់អីបាក់ពិបាកតើតើលុយកាក់បាក់ដែរហើយមនុស្សយើងបាក់ពិបាកដែររឿងលុយកាក់ហ្នឹងហើយយើងចង់ទៅទិញឡានក៏ពិបាកត្រូវមានគេខោសាញទៀតត្រូវហើយបើសិនជាយើង credit យើងអត់មានយើងត្រូវរកអ្នកខោសាញឲ្យយើងពីលើមួយតង់ទៀតបើសិនជាយើងអត់មានលុយបង់ទេអ្នកខោសាញហ្នឹងអ្នកត្រាប់រងបងតពីយើងនិយាយខ្លីទៅឲ្យតែតាក់ទងរឿងលុយគឺគេ check credit យើងហើយតាក់ទង credit ហ្នឹងហើយអញ្ចឹងការ build credit ឲ្យល្អអញ្ចឹងណាឧទាហរណ៍ថាយើងទៅគ្រាន់ថាមកពឹបទៅជួលថាផ្ទះសំណាក់ឬក៏ apartment ចុះ
គេត្រូវការ check អាហ្នឹងឯងសំខាន់មែនទេ check ហ្នឹងហើយថាយើងមានការងារធ្វើអត់ប្រាក់ខែយើងបានហើយ credit យើងបង់ទៀងទាត់អត់អញ្ចឹងវាមាន credit ហ្នឹងចុះគេ check ធ្វើម៉េចបានដឹងថាយើង back credit credit ល្អវាមានដូចថាបន្ទុកគេដាក់ចឹងបងប្អូនពី330ហ៎330ហ្នឹងទៅដល់850ដូចកុងតឡានហ្នឹងបងប្អូនអញ្ចឹងវាមាន app វាក្នុងទូរស័ព្ទចេះយើងសម្រាប់ check credit យើងថាបន្ទុកយើងប៉ុន្មានបើថាវាមានពី3ដូចខ្ញុំថា3ពី300ទៅរហូតដល់850អញ្ចឹងពី between 600ជាង600ចុះក្រោម1លើឡើងលើហ្នឹងកដាលហើយមែនអត់កុងតនៅវត្តអញ្ចឹងបើថាទៅឃើញបៃតងពី700ទៅនឹងល្អបងប្អូនអញ្ចឹងគេ check យ៉ាងឯងគេ check មើលប្រវត្តិការចាយលុយរបស់យើងសងលុយគេមានប្រវត្តិគេទាំងអស់ប្រវត្តិយើងទាំងអស់ក្នុងហ្នឹងហើយបើមិញខ្ញុំចាប់ពេលបងឯងនិយាយថាពេលដែលយើងជួល apartment ជួលអីជួលផ្ទះជួលអីក៏យើងគេក៏ត្រូវការ check ហ្នឹងដែរគេត្រូវការ check ដូចថាប្រវត្តិរូបយើងអញ្ចឹងណាការបង់ការអីរបស់យើងអញ្ចឹងណាអញ្ចឹងខ្ញុំនឹកឃើញដល់បងវងមិនសមវងទេអូស្គាល់បងវងខ្ញុំធ្លាប់មើលវីដេអូរបស់គាត់ការដែលពេលគាត់មកអាមេរិកដំបូងគាត់ទៅជួលផ្ទះគេគេឲ្យណាគេឲ្យហ្មងដោយសារអីគាត់ទៅមកដល់បាទគាត់ទៅមកដល់ហើយគាត់អត់មានដូចចង់ថាដូចអត់តមានអីទាំងអស់ហ្មងអត់មានវត្តរូបអីគេ check មើលអញ្ចឹងគាត់ក៏ទៅរកជិះឡានទៅរកទីពីរនាក់មួយគ្រួសារគាត់មួយប្រពន្ធគាត់មួយកូនគាត់ហ្នឹងជិះគ្រប់រត់ទៅដល់កន្លែងផ្ទះហ្នឹងមួយមានតាយាយហ្នឹងមួយគាត់ក៏សួររក credit សួររកអីចឹងដែរក៏ប៉ុន្តែគាត់ថាគាត់មានអីចឹងទៅក៏ប៉ុន្តែចុងក្រោយតាយាយហ្នឹងក៏ឃើញអាណិតគាត់ក៏ឲ្យផ្ទះគាត់ជួលទៅអាហ្នឹងអ្វីដែលខ្ញុំបានមើលវីដេអូវងគាត់ពេលណាគាត់បង្ហោះ vlog ហ្នឹងគាត់និយាយហ្នឹងខ្ញុំស្ដាប់គាត់ដែរហ្នឹងហើយអញ្ចឹងដូចគ្នាអញ្ចឹងទាំងអស់ឃើញពិបាកគាត់ត្រូវជិះរកផ្ទះជួលឡើងមកយូរហ្មងតាគេឲ្យជួលហើយគេឲ្យជួលហ្នឹងដោយសារអីដោយសារគេអាណិតទៀតបាទគេអាណិតទៀតហ្នឹងពិបាកដែរស្រុកនេះវាយ៉ាប់អញ្ចឹងយើងទៅជួលគេបើសិនយើងមានលុយសុទ្ធក៏បានដែរគាត់ថាពិបាកទីគាត់ថាយើងត្រូវបង់ឲ្យគេមុនព្រោះអ្នករស់ស៊ីគេចង់បានលុយដូចគ្នាយើងត្រូវបង់គេមុនថាប្រហែល6ខែពី6ខែទៅយកលុយឲ្យគេមុនបណ្ដោយបានគេជួលឲ្យអញ្ចឹងណាបើថាបើយើងអត់មាន credit គេជួលឲ្យដូចគ្នាគាត់ថាបង់គេច្រើនបង់គេច្រើនខែមុនទៅហើយតែពី6ខែទៅវាអូខេហើយហ្នឹងវាមានតាមកន្លែងអញ្ចឹងណាស៊ីសងយើងនិយាយមួយគេប៉ុន្តែជាទូទៅមាន credit វា credit វាល្អជាងវាអត់បាក់ហ្នឹងហើយយើងចង់ធ្វើអីក៏បានយើងចង់ទិញអីក៏វាស្រួលអញ្ចឹងណានិយាយរំទិញអីស្រួលបើសិនជាយើងចង់ទិញផ្ទះមួយសម្រាប់នៅជុំគ្រួសារយើងក៏យើងត្រូវការមាន credit ហើយក៏គេ check ជាមួយនឹងប្រាក់ខែយើងទៀតបាទ check មើលប្រវត្តិរូបយើងទៀតថាយើងនឹងធ្លាប់អីអត់អីទៀតនិយាយរំនៅនេះគេគិតគ្រឿងគេឈ្មោះច្រើនណាហើយបើសិនជាអ្នកដែលធ្លាប់ជាប់ពន្ធនាគារអីពិបាករកធ្វើការងារធ្វើហ្មងស្រុកនេះតែធ្លាប់មានប្រវត្តិចឹងគេហៅ background check ហ្នឹងស្រុកនេះ check ទាំងអស់សូម្បីយើងខ្លួនឯងយើង check បានដូចគ្នាបង check គេ check ដល់ថ្នាក់វាយធម្មតាដឹងថាខ្ញុំបើកឡានអីផ្ទះខ្ញុំតម្លៃប៉ុន្មានគេខូដនៅនឹងទាំងអស់ background check គាត់យើង personal ធម្មតា check នៅលើអ៊ីនធឺណិតណាវាចេញមកទាំងអស់ហ្មងហ្នឹងអត់ទាន់ដល់កន្លែងក្រុមហ៊ុនដែលថាយើងចង់ទៅធ្វើការហ្នឹងអញ្ចឹង background check វា deep ទៅខាងក្នុងច្រើនទៀតអាប្រវត្តិដែលថាយើងធ្លាប់ធ្វើខុសៗហ្នឹងវាចេញមកទាំងអស់អញ្ចឹងពិបាករកងារធ្វើបើសិនតែយើងមានប្រវត្តិអញ្ចឹងស្រុកនេះអាហ្នឹងគេ check មួយ social security number ហ្នឹងបងហងនិយាយថាហ្នឹងសំខាន់មកហ្នឹងបាត់អត់បានបាត់អត់មាន IC ពីអត្រែឡើយអូអាហ្នឹងវាថាអាហ្នឹងចង់និយាយថាអាហ្នឹងវាដូចទៅសៃឈាមយើងអា social security number ហ្នឹងអាហ្នឹងត្រូវតែមានហ្មងមកដល់បានមុនណាដល់បានណាមកអាមេរិកបានហ្នឹងចង់និយាយនឹងអាហារឬក៏និយាយតែ credit អត់ទេទុកហ្នឹងទៀតដែរទុកយើងកេង content ទុក episode ក្រោយចឹង credit និយាយទៅងាយបងទឹកគឺខ្ចីលុយគេមកចាយហើយសងគេទៀងទាត់ទៅបើសងទៀងទាត់បាន credit ល្អទិញអីក៏បានដែរតែបើសងទៀងទាត់ទេលើក្រោយក៏យើងពិបាកពេលក្រោយថាយើងចង់បានអីវាអត់បានអញ្ចឹងណាប៉ុណ្្នឹងឯងខ្លីៗហ្នឹងហើយងាយស្រួលយល់បាទខ្ចីលុយគេទៅសងគេទៀងទាត់ទៅថ្ងៃក្រោយខ្ចីទៀតពីមុនខ្ញុំច្រឡំនិយាយពីមុនកាលខ្ញុំមកខ្ញុំអត់ទាន់ចេះអង់គ្លេសខ្ញុំអត់ស្គាល់ថាស្អី credit ហ្នឹងអីគេអា debit ហ្នឹងអីគេអា credit score ហ្នឹងអីគេខ្ញុំឆ្ងល់វិញគ្នាពេញហ្នឹងហ្មងអា credit card អា credit score អា debit card ខ្ញុំច្រឡំគ្នាតែពេញហ្នឹងតែមិនដឹងឥឡូវថាអូ credit ហ្នឹងយើងទៅខ្ចីលុយគេឲ្យកាតហ្នឹងមកគេហៅថា credit card ដល់ពេលយើងចាយអាកាតហ្នឹងទៀងទាត់ទៅវាកើតជាយើង good credit នឹងបង់លុយគេល្អវាកើត credit score យើងល្អអញ្ចឹងណាបាន good credit អញ្ចឹងបានខ្ញុំដឹងថាអូអាហ្នឹងវាអញ្ចឹងឯងស្មានតែមានច្រើនយ៉ាងតាមពិតតែប៉ុណ្្នឹង
จะแปะลอยเก๋วิลอវិញណាសុកនេះវាចឹងណាបងប្អូនណាจะแปะលុយគេទៅយើងបាន credit ល្អហើយបើសិនជាយើងអត់จะแปะទេយើងយកលុយសុទ្ធតែចាយយើងអត់មានឈ្មោះជាจะแปะគេទេគឺអត់ល្អទៀតវិធានាណាបងប្អូនអញ្ចឹងមិនថាសងគេទៀងទាត់ពេលយើងចាយណាកុំឲ្យវិធានាពេលក្រោយហើយចាយយើងមើលសមត្ថភាពខ្លួនឯងផងបើថាយើងបង់បើថាយើងជ័យគេកាត់មួយគេឈ្មោះយើង apply បានថា 2000 ចុះអញ្ចឹងយើងចាយក្នុងខែហ្នឹងយើងបង់ថាមួយខែប៉ុន្មានយើងមិនបាច់បង់ដាច់ទាំងអស់ក៏បានដែរបើបង់ដាច់ទាំងអស់ good ទេអញ្ចឹងតែយើងបង់ម្ដងតិចអញ្ចឹងណាឲ្យវាតែពេលយើងបង់ទៅដូចថា2000ចេះយើងចាយទៅវាមិនធ្លាក់ពី2000តិចយើងចាយប៉ុន្មានវាលុយវា2000វាមិនធ្លាក់មកតិចមែនអត់ដល់ពេលយើងសងគេទៅវាមិនឡើងម្ដងតិចចេះបើសងម្ដងទាំងអស់វាឡើងទាំងអស់គ្រប់2000ហ្នឹង good វិញបាក់យល់ទេមានបាក់យល់ទេចាថាអាហ្នឹងអាទៅពិតវាយើងអាចបង់ជាដំណាក់កាលក៏បានយើងអាចបង់ម្ដងទាំងអស់ក៏បានបាទអាហ្នឹងវាស៊ីសងលើយើងតែយើងអាច afford វាបានអត់ចឹងណាអ្នកខ្លះទៅគាត់អត់សូវមានអត់យើងអត់ចង់បង់ម្ដងទាំងអស់ចឹងគេចង់ទុកលុយទៅគេបង់ពាក់កណ្ដាលចឹងទៅបាទតែពិតចំពោះខ្ញុំគាត់ថាស្រួលមែនតើនៅពេលដែលយើងពេលដែលយើងចាយខ្ចីលុយគេចាយលុយស្រួលថងចឹងស្រួលថងចឹងបងប្អូនអូចាយសុបាយមួយខែហ្នឹងអូចាយតែពេលដល់ខែបេះបៀចពីខ្លួនបងគេវិញមែនយើងចាយគេស្រួលហ្នឹងមកគេឲ្យជ័យយើងស្រួលដល់ពេលសងគេវិញអញ្ចឹងថាកុំប្រើច្រើនពេកអា credit card វាតែមុំបានហើយមកដែរបងប្អូនបាទហើយបើសិនជាពុកម៉ែបងប្អូនណាដែលគាត់ច្បាស់ជានឹង credit វារឿងហ្នឹងអាចចូលចែកម្លែងក្នុង comment បានបាទព្រោះអីពេលខ្លះមិនពេលខ្លះពួកខ្ញុំពីរនាក់អាចប្រហែលជាច្រឡោះប្រហោងកន្លែងណាមួយឬក៏មានការយល់ច្រឡំចង់កន្លែងណាមួយបងប្អូនអាចចូលមកជួយស្ថាបនាបាទទៅសេខាងក្រោមមកលើរៀបរាប់ថាអូខេ credit នឹងជាអីគេឲ្យច្បាស់អញ្ចឹងបងប្អូនគាត់ចូលអានតទៅក៏គាត់បានចំណេះដឹងពីបងដែរបាទហ្នឹងហើយបើចង់ច្បាស់មែនទេបងប្អូនអាចទៅ check ខ្លួនឯង Google ក៏បានស្អីក៏មានដែរ credit card ហ្នឹងថាអីគេនៅហ្នឹងសំខាន់មិននៅស្រុកនេះអញ្ចឹងវាបានវាមានពាក្យដែលនិយាយទៅវាអាចបងប្អូនយល់ជាងពួកខ្ញុំប្រើពាក្យដែលថាធម្មតាទៅវាពិបាកគេលុបបាក់ស្ដាប់ពួកខ្ញុំអញ្ចឹងប៉ុន្តែហ្នឹងដូចខ្ញុំថាទៅ check ខ្លួនឯងខ្លះហ្នឹងវាដឹងច្បាស់អានេះយើងនិយាយនេះគឺជាអ្វីដែលយើងយល់ហើយយើងឆ្លងកាត់យើងឆ្លងកាត់ហ្នឹងយើងយកមកចែករំលែកជូនបងប្អូនអ្វីដែលពួកយើងយល់បានប៉ុណ្ណឹងស្គាល់បានប៉ុណ្ណឹងយើងធ្វើបានប៉ុណ្ណឹងយើងចែកបងប្អូនដូចខ្ញុំតែងតែនិយាយអញ្ចឹងយើងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអញ្ចឹងអ្នកខ្លះអាចចូលមកប្រាប់ផ្ទាល់មកមានអីផ្សេងទៀតអញ្ចឹងពុំនិយាយរឿង script នេះបងប្អូន comment ក្រុមថាcomment ពីមុនវីដេអូមុនថាឲ្យយើងសេ script មិនវងថាសេទៅញ៉ៃពេកក៏ថ្ងៃនេះលាតតារាងមកទៀតធម្មតាទៀតបងប្អូនពេលលើកនេះវាដូចអត់សូវមានអីបាក់ច្រើនទេគាត់ថាពិបាកបញ្យល់បងប្អូនថាប្រើពាក្យពេចន៍ថាឲ្យគាត់យល់អញ្ចឹងណាគាត់ថាពិបាកតែប៉ុណ្្នឹងឯងប៉ុន្តែទៅវិញឆ្ងាយគិតអីច្រើនអត់មានទេគាត់ credit card មួយប៉ុណ្្នឹងឯងថ្ងៃនេះយើង pin point បាទយើង pin point ចំណុចមួយអញ្ចឹងយើងមើលទៅយើងនិយាយទៅរៀងស្រួលដែរវាអត់សូវនេះនិយាយបើសរុបមកវិញទៅដូចថាឧទាហរណ៍បងប្អូនតើមកអញ្ចឹងបងប្អូនត្រូវមានមុន apply credit card ហ្នឹងបានបងប្អូនត្រូវមានឈ្មោះនៅធនាគារទៅបើកធនាគារសិនមកហើយបានយើង apply credit card ហ្នឹងតែប៉ុណ្្នឹងឯងហើយ credit card ឈ្មោះយើងមុននឹងបងប្អូនទៅបើកធនាគារពេលមកដល់អាមេរិកអ្វីដែលបងប្អូនត្រូវទទួលបានសម្រាប់មកនៅណាខ្ញុំនិយាយមកនៅណាតើអស់នេះនឹងទទួលបាន Social Security Number រយៈពេល3អាទិត្យឬក៏4អាទិត្យហើយបន្តមកទាំងអស់គ្នានឹងទទួលបាន Green Card 2ឆ្នាំឬក៏10ឆ្នាំអានឹងតាម case ផ្សេងគ្នាតើមកទាំងអស់គ្នាយកអាហ្នឹងយកទៅបើកធនាគារហ្នឹងហើយបើកធនាគារហើយអាចយកទៅរៀនប្រងបានបើកយកបានបើកបោអីចឹងទៅទៀតអាហ្នឹងសម្លាក់ខ្ញុំពួកខ្ញុំកេង content ទុក episode ក្រោយខ្ញុំចាំយើងនិយាយស៊ីសម្រាប់យើងចាំនេះតិចsocial លេខដែលថានិយាយមិញហ្នឹងណាលេខម៉ានខ្ទង់ហ្នឹងវាគេបានឲ្យដូចថាបងអញបានអូតូបន្តិចហ៎ខ្ញុំអូតូបន្តិចបងអត់ apply ហ្នឹងយើង apply ពីក្រៅប្រទេសអាមេរិកនេះមែនអត់ដល់បើសិនអ្នកមកខ្ញុំភ្លេចទេនេះខ្ញុំដូចអូតូបងខ្ញុំដូច apply មិនទេនេះខ្ញុំមកដល់នេះខ្ញុំ apply មិនទេខ្ញុំភ្លេចបងខ្ញុំភ្លេចខ្ញុំ sorry ខ្ញុំដូចអត់សូវចាំឡើយវាមាន2មួយ apply ពីក្រៅប្រទេសអាមេរិកនេះអាហ្នឹងយើងបានអូតូបន្តិចបើថាអ្នក apply នៅក្នុងនេះ Green Card នៅក្នុងនេះអញ្ចឹង social យើងទៅ apply ខ្លួនឯងនៅកន្លែង
ក្នុងឡៃ អូចឹងខ្ញុំអត់ apply ទេប្រហែលជាមេធាវីគេរៀបចំមកហើយ ពីព្រោះពេលយើង ចឹងពេលសម្ភាសមកដល់បាទ សុំដំបូងគេមានតិចឲ្យយើងថាចង់ឲ្យខាងកន្លែងគេចេញលេខ social ហ្នឹងឲ្យបណ្ដោយឬក៏ចាំទៅយល់ខ្លួនឯងអញ្ចឹងវាមានលេខតិចឲ្យយើងមកបងឯងបងថាបានអូតូតិចបងបានអូតូបន្តិចដែរតាបងនេះបានចាំលើកអាហ្នឹងមកនិយាយអាហ្នឹងសំខាន់ក្នុងសំខាន់មួយជីវិតយើងហ្នឹងអាលេខហ្នឹងអញ្ចឹងចាំលើកអាហ្នឹងមកនិយាយ បាទត្រូវប្រើហ្នឹងតែអាហ្នឹងសិស្សដូចគេបានដែរអា social media ហ្នឹងពេលដែលយើងមករៀន សិស្សយើង apply ដូច social media ច្រឡំ social security បោះសិស្សសាលាបានដូចនេះគាត់ថាមកខ្ញុំបង check ឲ្យ plate នៅបោះបងមានចាំធ្វើវីដេអូហ្នឹងបណ្ដោយចាំធ្វើវីដេអូហ្នឹងបងកុំឲ្យបងប្អូនចំណេញវិញកេង content តិចសិនក្នុងហ្នឹងដឹងអាហ្នឹងវាសំខាន់ធ្វើពួក benefit ពួកអីផ្សេងហ្នឹងសំខាន់អាលេខហ្នឹងអញ្ចឹងថ្ងៃនេះចាប់ទៅធ្វើអីគេ credit ហ្នឹងបានសង្ឃឹមថាបងប្អូនយល់ពួកខ្ញុំ credit ក៏ប៉ុណ្ណឹងបងប្អូនងាយខ្ចីលុយគេមកយកមកចាយសងគេទៀងទាត់ទៅបើសងទៀងទាត់ល្អបងប្អូនមាន credit ល្អយើងទៅទិញអីក៏បានដែរអញ្ចឹងណាតែប៉ុណ្្នឹងហើយបើ credit អត់ល្អតែធ្វើអីផ្សេងក៏អត់បានដែរតាក់ទងរឿងលុយនឹងមួយហ្មងអញ្ចឹងមនុស្សគេមើលរឿងលុយហ្នឹងហើយតែយើងរបៀបចាយលុយយើងល្អក៏យើងគេឈ្មោះរឿងលុយកាក់របស់យើងក៏ល្អអញ្ចឹងទៅហ្នឹងហើយហ្នឹងហើយមានតែប៉ុណ្្នឹងហើយបងប្អូនអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ថាអ្វីជា credit នៅដែលយើងនៅរស់នៅស្រុកនេះហើយបើសិនជាខ្វះខាតក៏ដូចជានិយាយទៅខុសនិយាយអីពីអ្នកខ្ញុំសុំទោសបាទសូមអធិស្ឋានអាចជួយស្ថាបនានៅ comment ខាងក្រោមទៅឲ្យពួកខ្ញុំបានរៀនពីអ្នកទាំងអស់គ្នាដែរហើយអ្នកទាំងនេះអាចរៀនពីពួកខ្ញុំបានដែរហ្នឹងហើយអញ្ចឹងចាំបើយើងអត់ចាយនេះបានអត់យើងអត់ apply អត់ចង់យើងមានលុយអញ្ចឹងមានលុយយើងបានយើងចាយបានដូចគ្នាតែគ្រាន់តែថាឥឡូវទាំងអស់គ្នាចង់ទៅទិញឡានអត់ដឹងគេសួរថាទាំងអស់គ្នាគេ check credit អ្នកទាំងអស់គ្នាអត់មានហ្នឹងខ្ញុំអត់មាន credit ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាកត់ណាចឹងហ្នឹងសំខាន់ណាស់សំខាន់ជាងលុយរាប់លានហ្នឹងតែ credit ហ្នឹងវាតាក់ទងច្រើនតែអត់មាន credit ទេពិបាកស្រុកនេះត្រូវតែមានអញ្ចឹងមកត្រូវតែជាពាក់គេដូចពួកខ្ញុំអញ្ចឹងគេថាអាមេរិកត្រូវជាពាក់គេទាំងអស់ពាក់ credit ហ្នឹងឯងធីមជាពាក់គេបងប្អូនបាទបងប្អូនឃើញខ្ញុំទិញឡានថៃខ្ញុំជាពាក់គេដែរបងប្អូនសំបីអានោះនេះបងប្អូននិយាយលៀតអស់សំបីតាទូរស័ព្ទសេវាទូរស័ព្ទស្អីគឺយើងប្រើអាហ្នឹងទាំងអស់មិនយើងចង់ទិញលុយសុទ្ធក៏បានគាត់ថាយើងបានបៀ credit ចឹងទៅដូចថាមកដំបូងនេះមកដំបូងទីថាមកដល់ទៅបើកលេខទូរស័ព្ទអីគេបើកឲ្យទេព្រោះយើងអត់មាន credit ទិញបានអ្នកខ្លះគេបៀល credit ពីការទិញទូរស័ព្ទវិញហ្នឹងហើយពីមុនដំបូងមក start ពីតិចរហូតដល់ឡានហើយចាំដល់ផ្ទះទៅហ្នឹងហើយហ្នឹងហើយចឹងហើយបងប្អូនបាទតិចអត់មានអីទេអ្នកខ្លះគេថាចេះខ្លាចគេចូល comment ថាចេះនេះអត់ចង់ប្រើ credit ចង់ចាយលុយសុទ្ធបាទចាយបានបាទចាយបានតែបើសិនជាបងប្អូនចង់ទៅទិញអីពិបាកគេសួរឥឡូវទាំងអស់នេះអញមានលុយ10ខ្ញុំមានលុយ$1 លានស្អែកខ្ញុំរហូតទៅទិញឡាន Lamborghini មួយសិនគ្រាន់តែដល់គេនឹងសួរទាំងអស់គ្នាថាខ្ញុំសុំ check credit ទាំងអស់នេះសុំcheck credit អ្នកសិនអូខេអញ្ចឹងអ្នកទាំងអស់គ្នាថាខ្ញុំអត់មាន credit ផងខ្ញុំចាយលុយសុទ្ធអូខេអញ្ចឹងអ្នករកស៊ីអីគេបានអស់អ្នកមានលុយមកទិញ Lamborghini ខ្ញុំណាគេ check អីតាមហ្នឹងទៀតទៅអាហ្នឹងជាងផ្សេងទៀតវាស្រួលថងម្យ៉ាងចេះដូចថាបើសិនជាយើងប្រើ credit ហើយមានអត់យើងចង់ដឹងថា credit យើងបន្ទុកប៉ុណ្ណឹងយើងអាចទៅទិញឡានតម្លៃប៉ុណ្ណឹងបានអត់យើងអាច check ខ្លួនឯងបានដូចថានៅក្នុង dealer ឡានមួយមានអត់យើងមិនទៅ website របស់គេមិន check មើលថាចង់បានឡាននេះយើង check credit របស់យើងថាកន្លែងហ្នឹងគេ qualify credit យើងអត់អញ្ចឹងវាដឹងយើងបាច់ជិះឡានទៅទេគាត់ check ខ្លួនឯងដឹងថាទិញបានអត់តម្លៃឡានប៉ុណ្ណឹងអញ្ចឹងណាបើសិនណា credit យើងខ្ពស់ទិញបានបើសិនណា credit យើងទាបបានឡានទាបពីហ្នឹងវាបានដែរតែឡានទាបពីហ្នឹងហើយការប្រាក់ក៏វាថ្លៃតាមហ្នឹងដែរអញ្ចឹងវាបាក់អញ្ចឹងបងប្អូនត្រូវការប្រាក់ការពីពុនខ្ញុំមកដំបូងគាត់ទិញអាឡានទូចToyota Camry 19ហ្នឹងការប្រាក់ 13% ណាអូមកអាឡាន 30,000 បង់ 60,000 អញ្ចឹងត្រូវគ្រាន់តែការប្រាក់គេ 30,000 ស្មើតម្លៃឡានណែអាហ្នឹងអត់មានអីសោះអានេះអត់មានអីសោះបាទអូខេអស់ហើយបាទគុំតែបងប្អូនយល់ពីខ្ញុំឲ្យខុសឆ្គងខាងណាហ្នឹងឲ្យតាមហ្នឹងបងប្អូនសុំទោសផងបើសិនណាកន្លែងណាវាដឹងថាមានចន្លោះប្រហោងវាច្រើនបងប្អូនប៉ុន្តែគេធ្វើក៏ច្រើនដែរគ្រាន់ថាកុំឲ្យថាខ្ញុំធ្វើទៅវាខ្ញុំចង់ធ្វើ step by step ពួកយើងថា
មកបៀលជីវិតនៅនេះពីដំបូងទៅពីទៀតទៅពុះចឹងណាចឹងអារឿងហ្នឹងក៏សំខាន់ដែរក៏ខ្ញុំលើកយកមកនិយាយម្ដងទៀតហើយអាចជាប្រើភាសាទៅបងវាមិនជាផ្លូវការហ្មងទេគាត់ថាខ្ញុំស្គមថាពួកបងប្អូនយល់ថា credit ហ្នឹងឯគេព្យាយាមអត់ដែរព្យាយាមយល់ដែរ អស់លទ្ធភាពហើយជជែកលេងគ្រាន់តែថាឲ្យបងប្អូនស្ដាប់ទៅវាសោះស្រាយឲ្យដឹងខ្លះដែរហ្នឹងហើយពូពូមីងបើកឡានធ្វើការទៅក៏ចង់ដឹងរឿងអ្នកស្រុកនេះចឹងក៏ប្រាប់ទៅថាអីគេសំខាន់ខ្លះហ្នឹងក៏សំខាន់មួយយ៉ាងដែរ credit ហ្នឹងក៏លើកយកមកនិយាយប៉ុណ្ណឹងបាទអូខេប៉ុណ្ណឹងបាទមកបិទហើយចឹងប៉ុណ្ណឹងហូតហើយកន្លះម៉ោងគិតមក អូខេអញ្ចឹងអរគុណបងប្អូនទាំងគ្នាដែលមើលមកដល់ចំណុចនេះអញ្ចឹងយើងនឹងជួបគ្នាអេពីសូតទី4ខ្ញុំនឹងជ្រើសរើស topic មួយពី comment ទាំងអស់គ្នាអូខេជម្រាបលាបាយសុំនិយាយរឿងនេះឲ្យសិនទី4និយាយរឿងនេះហើយអត់តន់ចប់ទៀតរឿងខ្ញុំប្រាប់តែរឿងអាហ្នឹងវាសំខាន់មែនទេរឿងអូខេ social រឿងពួកbenefit ពួកអីហ្នឹងហើយតាក់ទងរឿងសិស្សសាលាដែរចាំខ្ញុំលើកមកនិយាយរឿងមួយទៀតអាសរងជីវិតអាសរងសុខភាពនេះសំខាន់ម្ដងបើថាអត់មានទេអត់ទិញអាហ្នឹងទេពេលឈឺម្ដងអស់លុយច្រើនណាស់ពេលដល់នេះថ្លៃប្រាប់តែប៉ុណ្្នឹងឯងចាំមើលខ្ញុំប្រាប់ថាគេ apply មេចាំវីដេអូក្រោយអូខេបាទអូខេបាយមែនតើបងប្អូន